ថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនអរគ្នាមកមើលត្រីដែលខ្ញុំចិញ្ចឹមនៅផ្ទះទាំងអស់គ្នាបងប្អូនអរគ្នាទាយមើលដឹងអត់ថាខ្ញុំចាំត្រីអីអូខេអញ្ចឹងបាទដឹងទេចាំខ្ញុំប្រាប់ឲ្យដឹងត្រីដែលខ្ញុំចាំនៅក្នុងស្រះហ្នឹងគឺត្រីប្រាត្រីហ្នឹងគឺអ្នកម្ដាយរបស់ខ្ញុំគាត់បានទិញដាក់ចិត្តពីអតីតហើយដូចដែលយើងឃើញនៅក្នុងវីដេអូហ្នឹងគឺវារាងធំដែរហើយបងប្អូនណាដែលចង់ចិញ្ចឹមត្រីចំពោះការទិញត្រីប្រាមកចិញ្ចឹមហ្នឹងគឺវាស័ក្តិសមខ្លាំងមែនទែនដោយសារវាឲ្យផលលឿនចំពោះត្រីប្រាមួយហ្នឹងគឺវាឆាប់ធំខ្លាំងមែនទែនបងប្អូនចិញ្ចឹមតែមួយអាទិត្យទៅពីរអាទិត្យហ្នឹងគឺឃើញធំប្លែកតែម្ដងហើយចំពោះចំណីវិញគឺយើងអាចដាក់កន្ទុកបាយឬក៏ចំណីត្រីដែលយើងទិញមកពីតូបហ្នឹងក៏ប៉ុន្តែនៅពេលដែលយើងទើបតែទិញវាដំបូងគឺវានៅទូចហ្នឹងយើងគួរតែទិញចំណីត្រីពីគេយកមកដាក់ដើម្បីឲ្យវាឆាប់ធំលឿនហើយនៅពេលដែលវារៀងធំបន្តិចហ្នឹងយើងអាចដាក់កន្ទុកដាក់បាយឲ្យវាស៊ីបានហើយនៅក្នុងស្រះរបស់ខ្ញុំមួយហ្នឹងគឺអ្នកម្ដាយរបស់ខ្ញុំគាត់បានទិញកូនត្រីប្រាហ្នឹងយកមកប្រឡែងចំនួន3ក្ដុងតែមួយកក្ដុងមានតម្លៃ 60000 រៀលហើយខ្ញុំមិនដឹងថាមួយកក្ដុងហ្នឹងគឺវាមានប្រមាណក្បាលទេពុកម៉ែបងប្អូនអរគ្នាអ្នកណាដឹងជួយប្រាប់ខ្ញុំផងតែសារតែទិញយកមកភ្លាមហ្នឹងខ្ញុំអាចបានរាប់ហើយក៏អាចបានស៊ូអ្នកដែលយកមកលក់ហ្នឹងដែរអូខេនេះដូចដែលបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងនៅពេលដែលយើងដាក់ចំណីមកគឺវាឡើងមកដដើមគ្នាស៊ីច្រើនមែនទែនតែខ្ញុំមើលនៅក្នុងវីដេអូហ្នឹងគឺថតទៅឃើញរឿងតិចទេតែដែលយើងមើលមកពីក្រៅវិញគឺច្រើនខ្លាំងបងប្អូនអរគ្នាចំពោះអ្នកនៅស្រុកស្រែដូចខ្ញុំគិតថាចំពោះត្រីប្រាមួយគឺជាមុខម្ហូបដែលមានសារៈសំខាន់ចំពោះការបរិភោគនិងទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃដោយសារវាបានកាត់បន្ថយនៅការចំណាយមួយចំនួនទៅលើការទិញម្ហូបអាហារផ្សេងៗដែលមានតម្លៃថ្លៃបើចំពោះខ្ញុំវិញកូនត្រីប្រាមួយកក្ដុងតម្លៃ 60000 នឹងគឺវាអត់ថ្លៃប៉ុន្មានទេបងប្អូនអរគ្នាបើយើងគិតទៅដល់ថ្ងៃខាងមុខទៀតគឺយើងនៅតែអាចហូបវាបានហើយយើងមិនចំណាយច្រើនទេចំពោះការហូបម្ហូបប្រចាំថ្ងៃបើចំពោះខ្ញុំវិញម្ហូបដែលខ្ញុំចូលចិត្តនោះគឺត្រីប្រានឹងឯងខ្ញុំអត់ដឹងថាហេតុអីដែរបានជាខ្ញុំចូលចិត្តត្រីប្រាជាងគេចំពោះត្រីប្រាគឺឆ្ងាញ់ខ្ញុំគិតថាឆ្ងាញ់ជាងគេដោយសារយកទៅបំពងក៏ឆ្ងាញ់យកទៅប្រឡាក់ជីនក៏ឆ្ងាញ់យកទៅខយកទៅស្ងោរឬក៏យកទៅឆាគ្រឿងអីផ្សេងហ្នឹងបងប្អូនអរគ្នាក្នុងចំណោមត្រីទាំងអស់ខ្ញុំចូលចិត្តត្រីប្រាជាងគេតែហ្មងត្រីប្រាគឺសាច់របស់វាមានរសជាតិឆ្ងាញ់ឆាប់ចូលគ្រឿងល្អហើយចំពោះឆ្អឹងរបស់វាវិញគឺធំវាអត់ពិបាកក្នុងការយកឆ្អឹងចេញឬក៏យើងជាប់កដោយសារមានឆ្អឹងទុយទេដោយសារឆ្អឹងរបស់វាគឺសុទ្ធតែធំទាំងអស់ហើយចំពោះត្រីមួយហ្នឹងគឺឲ្យខ្ញុំហូបយ៉ាងម៉េចក៏ហូបអត់ណាយដែរហើយមានបងប្អូនណាខ្លះដែលមើលវីដេអូនឹងចូលចិត្តត្រីប្រាដូចខ្ញុំខមមិនមកឲ្យខ្ញុំដឹងផងយើងចាប់ដៃគ្នាចិញ្ចឹមត្រីប្រាអស់គ្នាតាមពិតទៅត្រីនឹងគឺខ្ញុំមិនមែនទិញមកចិញ្ចឹមទុកលក់ទេពុកម៉ែបងប្អូនអរគ្នាគឺទុកហូបរបស់ខ្ញុំខ្លួនឯងហើយនេះគឺនៅពេលដែលខ្ញុំបាចកន្ទុកឲ្យវាស៊ីនឹងគឺវាឡើងមកស៊ីកន្ទុកនៅខាងលើហ្នឹងហើយមែនតើបើយើងបាចកន្ទុកហ្នឹងគឺវាឡើងអត់សូវច្រើនទេដោយសារកន្ទុកធ្លាក់ទៅក្រោមអញ្ចឹងវាស៊ីនៅក្រោមវាឡើងមកស៊ីនៅផ្ទៃខាងលើហ្នឹងបានតែមួយចំនួនតូចទេប៉ុន្តែបើសិនជាយើងបាចចំណីឲ្យវាស៊ីគឺវាឡើងច្រើនជាងកន្ទុកទៀតបងប្អូនអរគ្នាហើយឥឡូវហ្នឹងយើងកំពុងតែខំថែខំបំពន់វាហើយមិនដឹងប្រហែលថ្ងៃទៀតទេទើបយើងអាចចាប់វាមកបរិភោគបានអញ្ចឹងយើងមានតែចាំទ្រាំមើលវាបន្តទៀតបច្ចុប្បន្នហ្នឹងដោយពុកម៉ែបងប្អូនអរគ្នាកំពុងឃើញនៅក្នុងវីដេអូមួយនេះអញ្ចឹងគឺឡើងអញ្ញៃតែម្ដងប៉ុន្តែវាអត់ទាន់សូវធំខ្លាំងប្រហែលទេដោយសារយើងទើបដាក់វាបានប្រហែលជា2អាទិត្យទេហើយអញ្ចឹងវីដេអូមួយហ្នឹងក៏មានតែប៉ុណ្្នឹងដែរសូមអរគុណពុកម៉ែបងប្អូនអរគ្នាដែលបានចំណាយពេលវេលាតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយចុច like subscribe និង follow ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀត Bye for now everyone and see you in the next video